10 ខែក៏ពេញរាជហើយបើអត់ធ្វើក៏ពេញរាជត្រាំដោយមិនគប់3នឹងខ្លួនឯងហើយក៏ពេញរាជធ្វើខ្លួនឯងអញ្ចឹងនិយាយពីថារសជាតិឆ្ងាញ់ហើយជាពិសេសជាងទេយើងទទួលបានអនាម័យល្អទៀតថ្ងៃហ្នឹងទៅលេងផ្ទះរបស់ក្មួយរបស់ខ្ញុំទៅដល់គេឲ្យក៏ពេញរាជឡើងប្រហែលជា5គីឡូយកមិនដឹងយកមកធ្វើអីក៏យកវាមកត្រាំបែបហ្នឹងញ៉ាំថាធ្វើបុកក៏ពេញរាជតែក៏ភ្លេចទៅឥឡូវចិត្តត្រាំមកហើយក៏ញ៉ាំអស់ដែរបងឲ្យមើលសាច់ខាងក្នុងបានណាខាងក្នុងគឺជាប្រភេទកាពេញរាជសាច់សាឡីគឺសាច់វាថ្លោះល្អមែនទែនហើយខាងក្រៅសបកវារាងជូរចឹងកាលណាដែលយើងយកមកត្រាំបែបហ្នឹងគឺយើងញ៉ាំស្រួលមែនទែនតែបងខ្ញុំយកកាពេញរាជមកលាងសិនដោយសារតែយើងបេះមកវាមានដោយតលីដោយអីចឹងដើម្បីកុំឲ្យវាអត់អនាម័យយើងយកវាមកលាងមកទឹកសិនហើយឆ្លៀតពេលហ្នឹងដែរគឺខ្ញុំមកដាំទឹកនៅដែលពេលដែលខ្ញុំដាំហ្នឹងគឺខ្ញុំដាក់អំបិលចំនួន4ស្លាបព្រាបាយបងចឹងយើងកូរអំបិលនៅរៀងលាចូលក្នុងទឹកទៅហើយយើងគ្របគម្របវាដាំវាឲ្យពុះបងអានឹងទឹកកាពេញរាជយើងទុកបានយូរបន្ទាប់ពីហ្នឹងមកគឺយើងចាប់ផ្ដើមមកចិតសបកផ្លែកាពេញរាជរបស់យើងចិតឲ្យវាស្អាតបែបហ្នឹងមកបងចូលចិត្តសាច់ក្រាស់ចិតក្បិតមុខ2ដូចខ្ញុំបងចូលចិត្តសាច់ស្ដាងចិតក្បិតធម្មតាទៅអានឹងសាច់វាអត់សូវក្រាស់ម៉ានេះកាលណាដែលយើងចិតរួចហើយបែបហ្នឹងណាយើងយកវាមកលាងម្ដងទៀតនិយាយរួមគឺលាងវាបានច្រើនហើយបងឃើញពណ៌វាឡើងខ្មៅហ៎តិចទៀតវាលេងអីហ៎បងវាឡើងមកពណ៌សវិញធម្មតាដោយសារតែពេលចិត្តហ្នឹងខ្ញុំអត់បានត្រាំទឹកអំបិលទេអញ្ចឹងយើងយកវាមកលាងគ្រប់កាពេញរាជបែបហ្នឹងស្អាតហើយទឹកយើងក៏ចាប់ផ្ដើមពុះដែរអញ្ចឹងខ្ញុំយកទឹកក្តៅដែលយើងដាំពុះហ្នឹងមកចាក់ជា2ចំណែកផ្សេងគ្នាបងមកចំណែកទៀតគឺខ្ញុំចាក់ទាំងនៅក្តៅហើយខ្ញុំយកកាពេញរាជដែលយើងបានចិត្តហើយមិញហ្នឹងយកមកត្រាំកាលណាដែលយើងត្រាំពេលដែលទឹកនៅក្តៅបែបហ្នឹងធ្វើឲ្យជាតិចត់នៃកាពេញរាជហ្នឹងវាចេញមកក្រៅហើយធ្វើឲ្យកាពេញរាជរបស់យើងប្រែពណ៌ទៅជាពណ៌សវិញហើយសដោយធម្មជាតិបងហើយទឹកនៅពាក់កណ្ដាលទៀតគឺខ្ញុំយកមកចាក់វាចូលក្នុងកឡោកែវអញ្ចឹងយើងចាក់វានៅក្តៅបែបហ្នឹងទៅដើម្បីទឹកកុំឲ្យវាចុះត្រជាក់តន់បន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមដាក់ស្ករសចូលស្ករសចំនួន5ស្លាបព្រាបាយបងអញ្ចឹងល្បាយដែលយើងត្រាំហ្នឹងគឺមានទាំងទឹកអំបិលហើយនិងស្ករសយើងធ្វើបែបហ្នឹងទៅកាពេញរាជរបស់យើងអត់មានជាតិចត់ហើយផ្អែមឆ្ងាញ់វាអត់ជូរអញ្ចឹងណាបងចូលចិត្តផ្អែមដាក់ច្រើនជាងហ្នឹងហើយតែបើខ្ញុំអត់ទេដោយសារខ្ញុំចូលចិត្តរៀងពណ៌រៀងផ្អែមរៀងសាបបន្តិចអញ្ចឹងខ្ញុំអត់សូវចូលចិត្តផ្អែមបានទេបងឃើញហ៎បន្ទាប់ពីហ្នឹងមកគឺកាពេញរាជយើងគឺល្អហើយវាពណ៌វាសបែបធម្មជាតិវាអត់សស្គុះខ្លាំងដូចគេប្រើថ្នាំទេហើយបងយកវាមកត្រាំរហូតដល់ទឹកហ្នឹងចុះត្រជាក់ចាំយើងយកវាមកចិតសាប់បែបហ្នឹងហើយយកដៃសកត់វាបែបហ្នឹងទៅដើម្បីឲ្យវាស្រួលចូលជាតិជាមួយនឹងទឹកស្កររបស់យើងតែប៉ុណ្្នឹងមករួចរាល់ហើយធ្វើបែបហ្នឹងរហូតដល់អស់មកដាក់វាចូលកែវតែម្ដងអញ្ចឹងយើងត្រាំវាទាំងទឹកហ្នឹងនៅរៀងក្តៅបងខ្ញុំដាក់វាត្រាំបែបហ្នឹងមកហើយយើងសកត់គម្របខ្ញុំត្រាំបែបហ្នឹងរយៈពេលតែ3ម៉ោងអាចយកមកញ៉ាំបានហើយបើបងចង់ទុកវាមួយយប់អាហ្នឹងយើងទុកមួយយប់ក្រៅទូទឹកកកមកបន្ទាប់ពីហ្នឹងមកគឺយើងត្រូវយកវារក្សាទុកក្នុងទូទឹកកកអាហ្នឹងទើបទុកបានយូរណាឥឡូវខ្ញុំចាប់ផ្ដើមត្រាំទឹកស្ករហ្នឹងរយៈពេលមួយយប់ហើយបន្ទាប់ពីហ្នឹងមកគឺខ្ញុំចាប់ផ្ដើមញ៉ាំហើយកាលណាយើងញ៉ាំស្រួលយកវាមកប្រឡាក់អំបិលម្ទេសភ្លាមញ៉ាំបានតែម្ដងចឹងបងអាចធ្វើបែបហ្នឹងងាយស្រួលហើយឆាប់បានញ៉ាំទៀតហើយធ្វើខ្លួនឯងអនាម័យញ៉ាំទៅអត់ធ្វើឲ្យចុកពុករាអីណាចឹងបងមើលឲ្យកុំភ្លេចធ្វើតាមទាំងអស់គ្នាណាអូខេអរគុណជួបគ្នានៅវីដេអូក្រោយបាយ